អ្នកដែលគាត់ចូលចិត្តញ៉ាំអិចថានិយាយទៅខ្ញុំរីកមិនមែនតែហ្មងញ៉ាំនំមួយនេះពេលដែលហែកមកខាងក្រៅឡើងស្រួយហ្មងហើយខាងក្នុងវិញស្នូលឡើងណែននៅកន្លែងហ្នឹងគឺមាននំច្រើនប្រភេទមែនតែនហ្មងដោយមកបង្ហាញឲ្យមើលនេះអញ្ចឹងហើយសំខាន់មើលនំមួយនិយាយទៅមើលឡើងតំណមែនតែនហ្មងបើតម្លៃវិញអានថារៀងគួរសមដែរដោយសារតែម្ដងរបស់គេរៀងធំដែរហើយរសជាតិវិញក៏ឆ្ងាញ់ទៀតមានទាំងប្រភេទនំខេកមានទាំងប្រភេទ bakery និយាយទៅមានច្រើនហ្មងខ្ញុំទៅដល់ហ្នឹងក៏បានសាក់3នំនេះនិយាយទៅខ្ញុំមិនចាំឈ្មោះទេប៉ុន្តែគឺរសជាតិខ្ញុំញ៉ាំហើយគឺរសជាតិឆ្ងាញ់របស់គេមែនជាពិសេសហ្មងគឺអិចថាមួយនេះនិយាយទៅរសជាតិ best ខ្លាំងហ្មងសម្រាប់ខ្ញុំណាចំពោះទីតាំងវិញគឺខ្ញុំបានមកញ៉ាំនៅម្ដុំមកគីងកងនិយាយទៅហាងបកនហ្នឹងរៀងធំដែរនិយាយទៅមានឡើង2ជាន់ណោះបើការដេករបស់គេវ៉ាជីមកឡើងលយហ្មងទាំងកន្លែងអង្គុយទាំងអីម៉ាស៊ីនជែកក៏ជែកកន្លែងអង្គុយក៏សួរអង្គុយទៀតបាននិយាយពីនំវិញនៅកន្លែងគាត់ហ្នឹងគឺមានច្រើនណាស់និយាយទៅមានឡើង3ទូ4ទូខ្ញុំថតបង្ហាញនេះហ្នឹងគឺនៅមានច្រើនជាងហ្នឹងទៀតគ្រាន់តែខ្ញុំថតនេះខ្លីៗទេខ្ញុំទៅដល់ហ្នឹងក៏បានកំងក្រូសងនេះផងជាមួយនឹងអិចថានេះផងជាមួយនឹង strawberry មួយនេះនិយាយទៅមើលក៏តំណងដែរខ្ញុំអត់ចាំឈ្មោះទេប៉ុន្តែខ្ញុំធ្លាប់ឃើញគេ review ញ៉ាំហ្មងនិយាយទៅបានតំណងហ្មងខ្ញុំទៅសាក់ហ្នឹងលើកទី1ទេប៉ុន្តែបើនិយាយពីហ៊ូជាវិញគឺសាក់លើកដំបូងមែនប៉ុន្តែហ៊ូជាឆ្ងាញ់របស់គេមែនពេលដែលញ៉ាំទៅគឺហ៊ូជាប្លែកឆ្ងាញ់ហ្មងនិយាយទៅរបៀបថាអត់សូវផ្អែមពេកក៏អត់សាពេកដែរពេលដែលញ៉ាំទៅគឺអត់ទ្រាំទេបើមួយនេះវិញមានទាំង cream ផងមានទាំង strawberry ផងហើយ strawberry នេះគឺ strawberry ទាំងមូលហ្មងបើក្រូសងមួយនេះហ៊ូជាក៏ឆ្ងាញ់ដែរហើយសំខាន់ហ្មងគឺពណ៌និយាយទៅពណ៌ cream ហ្នឹងឡើងតាក់ទាញមែនតើហ្មង